យើងនឹងមកសម្រាប់សាច់រឿងហ្គេមគុណភាពជាបន្តអូសេឡតដែលជា leader នៅក្នុង clan អាស៊ូរ៉ាខៃនឹងកំពុងតែស្ដីបន្ទោសឲ្យកូនចៅដែលធ្វើឲ្យបាក់មុខរបស់ clan ពួកគេខ្លាំងមែនទែនកូនចៅរបស់វានឹងក៏ឆ្លើយតបថាពួកគេនឹងមិនចង់ចាញ់ប្រមាណនោះទេក៏តែ Master Attack គឺចូលមកលូកដៃដល់ចឹងទៅក៏គេចាត់ការមួយក្បាលសัตว์នឹងវាអត់បានឃើញមេប៉ារបស់គេនឹងសម្ដីធំខ្លាំងពេកដល់ចឹងទៅ Pensagon ក៏លូកមាត់បដ ாய் ថាមិនក៏មិនទៅរករឿងឬក៏ចាត់ការមួយក្បាលសัตว์នឹងខ្លួនឯងត្មងទៅចាំតែស្ដីឲ្យគេអញ្ចឹងដល់ចឹងទៅ leader ម្នាក់នឹងក៏ស្ងាត់មាត់ថាខ្លួននឹងមានការរវល់របស់ខ្លួនដែរបើទោះបីជាយ៉ាងណាក៏ដោយមើលលើរូបថតរបស់ Sanraku របស់យើងដែលបានគេ screenshot ទុកនឹងគាត់ក៏ចាប់អារម្មណ៍ដឹងទុនសាយមួយដែលមិនមែនជា player កំពុងតែតោងដៃតោងជើងរបស់ Sanraku នឹងប្រកាសជាមានអីពាក់ព័ន្ធជាមួយនឹងពួក unique scenario នឹងជាម្ខាងនៅចង់ឲ្យកូនចៅរបស់គេជុំគ្នាធ្វើការដើម្បីចាត់ចម្រិតអាមួយ Sanraku ក៏ដូចជាសត្វចិញ្ចឹមរបស់វានឹងឲ្យប្រាប់ពីចម្លើយអីខ្លះដែលវាដឹងអំពី unique scenario នឹងមក Pensagon ក៏ដឹកឲ្យ leader និងអ្នកគ្រប់គ្នានឹងទៅសេរីចាត់ការ unique monster ត្មងទៅកុំនៅរៀបគម្រោងកាយញញ៉ៃច្រើនពេកក៏ប៉ុន្តែគ្រប់គ្នានឹងនៅតែមិនព្រមជាពិសេសគឺ leader នឹងតែម្ដងគិតថា game មួយនឹងគេ design ចេញមកធ្វើឲ្យ unique monster នឹងគឺវាយអត់ឈ្នះតែម្ដងដែលជាទៅកុំរវល់ជាមួយនឹង unique monster នឹងច្រើនពេក Pensagon ដល់ឃើញគ្រប់គ្នានឹងដូចជាគ្មានការតាំងចិត្តខ្ពស់ឬក៏ធ្វើអីជាមួយនឹងអាពួក unique monster អញ្ចឹងខ្លួនក៏បានដើរចេញក្រៅទៅដើរចេញមកក្រៅហ្នឹង Pensagon របស់យើងក៏បញ្យល់ប្រាប់ថាពួក leader និងក្រុម Asura Kai របស់គេនឹងមិនសូវជាចេញសកម្មភាពអីញញ៉ៃជាមួយនឹងអ្នកដទៃឬក៏ player ដទៃទៀតហ្នឹងគឺដោយសារតែ game update ថ្មីថាចេញកោឬក៏ធ្វើបាបណាគេញញ៉ៃអីផ្សេងប្រកាសជា game ហ្នឹង ban ឬក៏បណ្ដៃអត់ឲ្យលេងជាមិនខានក៏ប៉ុន្តែ Pensagon អត់ខ្វល់នោះទេសំខាន់ឲ្យតែ take down the 7 unique monster នឹងទាំងអស់ឲ្យបានហើយគោលដៅតែមួយគត់ដែលខ្លួនចង់ផ្ដួលជាងគេហ្នឹងគឺ unique monster មួយដែលមានឈ្មោះថា Vedamon the Tom God នឹងបាននិយាយឈ្មោះមនុស្សស្រីម្នាក់ដែលឈ្មោះថា Setsuna ប្រាប់ថាឲ្យរងចាំខ្លួនសិនអត់ដឹងថាតួអង្គមួយហ្នឹងត្រូវជាអីជាមួយនឹងកញ្ញាម្នាក់ហ្នឹងទេងាកមកមើលសកម្មភាពតួអង្គឯរបស់យើងនេះវិញកំពុងតែនៅជាមួយនឹងកញ្ញាទុនសាយម្នាក់នេះងាកមើលឃើញតួអង្គ Cycle Zero ដែលលេងដោយ CE នោះអីកំពុងតែលួចមើលនៅតាមជញ្ជាំងមួយកន្លែងហើយខ្លួននឹងក៏ភ័យនាំគ្នារត់ជាមួយនឹង Emul ទៅកន្លែងសុវត្ថិភាពសិនកំពុងតែព្យាយាមរត់គេចពី Cycle Zero នៅក្នុងថោនមួយហ្នឹងក៏ធ្វើឲ្យមនុស្សម្នាគ្រប់គ្នាចាប់អារម្មណ៍ឡើងពេញហ្នឹងបូករួមជាមួយនឹង PK ពីរនាក់នេះផងដែរនៅពេលដែលឃើញឈ្មោះ Sanraku នៅខាងលើហ្នឹងក៏ដឹងបដ ாய் ថាមួយក្បាលសัตว์ហ្នឹងកំពុងតែបន្លំខ្លួនរត់គេចឯតាហើយវាក៏បានចាប់ផ្ដើមរត់តាមដែរទៅរត់ចុះរត់ឡើង PK ពីរនាក់ហ្នឹងក៏មើលតាមទិសដៅរបស់ពីរនាក់ហ្នឹងដែលកំពុងតែរត់អញ្ចឹងក៏ដឹងថាពួកហ្នឹងកំពុងតែធ្វើដំណើរទៅកាន់ Iron Rune of Divinity ហើយអញ្ចឹងទៅក៏តាក់ទងទៅកាន់គ្នាគេពីរនាក់ទៀតឲ្យចាំស្ទាក់ផ្លូវកុំឲ្យពីរនាក់ហ្នឹងរត់ទៅកន្លែងហ្នឹងEmul នៅពេលដែលឃើញ Sanraku រត់ខុសកន្លែងចឹងក៏ប្រាប់ថារត់ទៅផ្លូវហ្នឹងគឺជាផ្លូវដែលទៅទីតាំង Iron Rune of Divinity នោះទេទីតាំងដែលយើងទៅហ្នឹងគឺ Prismatic Forest Grotto ឯតាដែលចិត្តទៅ Sanraku ក៏និយាយប្រាប់ថាខ្លួនរត់មកចឹងដើម្បីបង្វែងទិសដៅរបស់ពួកវានោះទេបើតាមពិតទៅទីតាំងដែលគេរត់ទៅហ្នឹងគឺបកមកក្រោយដោយនៅក្នុង graphic មួយនេះដែលគេបានបង្ហាញប្រាប់ចឹងវាក៏ដំណើរការដូចជាការគិតរបស់ Sanraku ពិតមែនពួកនឹងខំចាំមើលចោះមើលឡើងក៏មិនឃើញរត់មកកន្លែងច្រកទ្វារមួយហ្នឹងពួកគេក៏តាមរកមើលទៀតទៅដែលតាមពិតហ្នឹងគឺ Sanraku នៅខាងលើណាប្រឡងខ្លួនជាមួយនឹងកៅអៅដតីបន្តមកជាមួយនឹង Emo ក៏នាំគ្នារត់ទៅកាន់ទីតាំងខ្លងទ្វារធ្វើដំណើរទៅកាន់ Prismatic Forest Grotto ទៅគាត់ទៅដល់នឹងភ្លាមស្មានតែរួចខ្លួនឯងតាងាកមើលក្រោយទៅ Cycle Zero ក៏រត់មកតាមតនបដ ாய் Cycle Zero លើកដៃមកនឹងខ្លួនឡើងភ័យបែកញើសជោគហើយស្មានតែគេខោកមកកញ្ញអតាក៏ប៉ុន្តែមានណាតែពិតទៅ Cycle Zero send friend request មកសោះ Cycle Zero ក៏និយាយក្នុងសំឡេងជាមនុស្សស្រីរបស់ខ្លួននឹងថាសូមស្គាល់ឬក៏ធ្វើជាមិត្តភក្តិអីចឹងទៅហើយ Sanraku នឹងក៏ភ្ញាក់ផ្អើលបដ ாய் ថាមិនបានចង់ធ្វើជាមិត្តភក្តិរបស់ខ្លួនចឹងគិតថា gamer ស្រីម្នាក់នេះសង្ស័យតែដឹងពីផែនការរបស់ខ្លួនចង់ដឹងពី unique scenario អីហ្នឹងហ្មងបានចង់ send friend មកដើម្បីឲ្យដឹងឬក៏តាម stalk ខ្លួនអីចឹងទៅក៏ប៉ុន្តែមិនថ្មីទេខ្លួនក៏ជា gamer ដែរអា mind game ប៉ុណ្ណឹងគឺខ្លួនលេងមិនឲ្យចាញ់ឡើយក៏ទទួលធ្វើជា friend ហ្មងទៅព្រោះថាអត់ខ្លាចទេចង់យ៉ាងម៉េចក៏បានដែរគ្រាន់តែចុច pub confirm ភ្លាមស្រីហ្នឹងគឺអលកំហមុខហ្មងទាំងនៅក្នុង game ទាំងនៅក្រៅរំភើបចិត្តខ្លាំងពេកក៏និយាយប្រាប់ទៅកាន់ Sanraku ថាគេហ្នឹងអាចជួយបង្រៀនលេង game បានដោយសារតែគេហ្នឹងក៏ជា pro player ម្នាក់ដែរក៏ប៉ុន្តែ Sanraku ក៏ប្រកែកថាអត់អីទេខ្លួននឹងចូលចិត្តលេងហ្គេមមករបៀបដោយខ្លួនឯងបែបនេះវិញវាសប្បាយជាងតែតាមពិតទៅនៅក្នុងចិត្តរបស់ Sanraku នឹងគិតថាមិនចង់ឲ្យពីណាគេមកជាប់ជំពាក់វគ្គអ្វីនេះជាមួយនឹងខ្លួនខ្លាចដឹងពីគោលបំណងឬក៏ផែនការពិតប្រាកដរបស់គេជាមួយនឹង unique scenario អីអស់ហ្នឹងអញ្ចឹងណាបន្តមក CE ក៏មិនបានតថ្លៃអីច្រើនទៀតដែរបើអញ្ចឹងក៏លេងហ្គេមតាមសប្បាយទៅរួចហើយអ្នកទាំងពីរក៏បានបែកផ្លូវគ្នានៅត្រឹមហ្នឹងសិនខណៈពេលដែល Sanraku ជាមួយនឹងកូនទន្សាយមួយរបស់យើងដើរចេញទៅហ្នឹង Cycle Zero ក៏ចាប់អារម្មណ៍ផងដែរថានៅលើក្បាល
បាលរបស់ Emu ហ្នឹងដូចជាអត់មានឈ្មោះសោះប្រហែលជា NPC ហើយមើលទៅបន្ទាប់មក PK 2នាក់ដែលកំពុងតែតាមសានរ៉ាគូហ្នឹងរត់មកឃើញខ្នងរបស់ Attack Master នេះភ្លាមក៏ចាប់ផ្ដើមភ័យរត់បកទៅវិញយ៉ាងលឿនបណ្ដោយហើយ Cycle Zero ដែលជា Attack Master នេះវិញក៏រាំលេងយ៉ាងសប្បាយរីករាយដែលសារតែខ្លួននឹងបាន friend ជាមួយនឹងសានរ៉ាគូជាមួយនឹង Emu នៅក្នុងរូងភ្នំម្នាក់វិញហ្នឹងក៏ចាប់ផ្ដើមដោះសម្លៀកបំពាក់ Emu ហ្នឹងក៏បាន transform ទៅជាកូនទន្សាយវិញដើម្បីឲ្យស្រួលខ្លួនអត់ត្រូវលាក់បាំងពីណាគេកុំឲ្យស្គាល់ទៀតទេបន្ទាប់មកក៏ដើរចេញទៅក្រៅដល់កន្លែងទីតាំង Prismatic Forest Grotto នឹងតែម្ដងទេសភាពនៅហ្នឹងគឺស្អាតខ្លាំងមែនទែនបូករួមជាមួយនឹងរុក្ខជាតិជាច្រើនពណ៌ថែមទាំងភាវៈមានជីវិតផ្សេងៗហ្នឹងក៏មានច្រើនប្រភេទដូចគ្នាទៀតបន្ទាប់មកសានរ៉ាគូក៏ជប់កំបិតរបស់ខ្លួនចេញមកក្រៅដើម្បី farming ជាមួយនឹងសត្វអីផ្សេងៗសិនទៅក៏កាប់គ្នាជាមួយនឹងមេអំបៅនេះមួយយក belly របស់វាយកមកប្រើប្រាស់ទុកនៅក្នុង storage របស់ខ្លួនបន្ទាប់ពីសម្លេះអាមេអំបៅនឹងមួយហើយខ្លួនក៏បានធ្វើដំណើរ adventure តទៅមុខទៀតដើម្បីរកមើលសត្វផ្សេងៗដើម្បី farm រួចហើយខ្លួនក៏បានឃើញ spiral mantis មួយបន្ទាប់មកខ្លួនក៏ចុះកំបិតមួយដែលជាកំបិតគប់ប្រើប្រាស់នៅពេលដែលខ្លួនបញ្ចូលគ្នាជាមួយនឹងអាសត្វអន្ត្រីកាលពីពេលនៅវឹកហាត់បន្ទាប់មកក៏គប់កំបិតមួយហ្នឹងទៅកាន់គូរបស់វាធ្វើឲ្យវានឹងស្រែកអើតក្បាលឡើងលើរួចហើយក៏ខ្លួនសម្លេះអា spiral mantis មួយនឹងចោលបាត់ទៅបន្ទាប់ពីសម្លាប់សត្វអស់ប្រមាណក្បាលហ្នឹងហើយក៏ទទួលបាន reward ចំនួន6ហើយឈ្មោះនឹងច្រើនខ្លាំងមែនទែន admin ខ្ជិលអានខ្លាំងណាស់កំពុងតែនៅលើដើមឈើ check មើល reward របស់ខ្លួនសុកៗជាមួយនឹង Emu ហ្នឹងក៏ខ្វល់ beetle មួយយក snake របស់វាមកបុកជាមួយនឹងដើមឈើនឹងតែម្ដងមកហ្នឹងគឺមកចង់កោពួកខ្មុំ Vampire Hunter B នឹងឯងបន្ទាប់មកកាប់យករបស់ពួកគេក៏បានចាប់ផ្ដើមសានរ៉ាគូក៏បានសម្របខ្លួនចុះមកក្រោមទីផ្សិតមួយធ្វើជាមេក្រូនិយាយធ្វើជា MC សម្រាប់ឲ្យគ្រប់គ្នាទេសនាការប្រកួតនេះតែម្ដងហុចមេក្រូឲ្យទៅកាន់ Emu និយាយខ្លះក៏តែ Emu ក៏អត់ចេះនិយាយហ្មងនិយាយផ្អាប់គ្នាធ្វើឲ្យគ្នានឹងមុខឡើងសែនកូនខ្មុំអស់ហ្នឹងវាប្រើប្រាស់តន័យរបស់វាតិចសាទមួយនឹងអត់ឈឺនោះទេដែលសារតែសម្បត្តិរបស់វាហ្នឹងគឺខ្លាំងមែនតែនបន្ទាប់មកសាទ Quad Beetle ក៏បានបើកស្លាបរបស់វាហោះទៅកាន់កន្លែង Queen រួចក៏ចាក់ Queen សម្រាប់ចោលតែម្ដងកូនខ្មុំផ្សេងៗទៀតក៏បានហើកិច្ចអស់ដោយសារតែអត់មាន Queen នៅគ្រប់គ្រងពួកវាទៀតទេ Quad Beetle មើលចោះមើលឡើងគ្មានសត្រូវត្រូវវាយប្រហារតងនិយាយទៅក៏ឃើញសានរ៉ាគូជាមួយនឹង Emu វាក៏បានដេញបើកស្លាបហោះដេញតាមអ្នកទាំងពីរនឹងតែម្ដងអ្នកទាំងពីរនឹងរត់ចោះរត់ឡើងសានរ៉ាគូក៏ឃើញកំណត់មួយដុំទឹកដែលខ្លួនហ្វាមបានពីសត្វមេអំបៅកាលពីមុនក៏បានបោះទៅកាន់ផ្កាមួយហើយផ្កាហ្នឹងគឺជាគូរបស់ Spiral Mantis វាក៏បានប្រឡាក់ខ្លួនងើបមុខមកសួររមើលអាណាគេអ្នកបោះទឹកហ្នឹងដាក់មកខ្លួនឲ្យជោគ Quad Beetle នៅពេលដែលឃើញ Spiral Mantis ងើបមុខមកអញ្ចឹងវាក៏បានហក់ទៅខំបណ្ដោយឆ្លៀតរកាមួយហ្នឹងសានរ៉ាគូក៏បានដកកំបិតយកមកកាប់ Quad Beetle តែមកទៅដោយសារតែរាងកាយរបស់វាហ្នឹងបែកបាក់រាងច្រើនហើយនៅពេលដែលវាវាយគ្នាជាមួយនឹងសត្វខ្មុំមកកាប់ចោះកាប់ឡើង Quad Beetle មួយហ្នឹងក៏បានផុតជីវិតបាត់ហើយសានរ៉ាគូហ្នឹងទទួលបាន item ច្រើនខ្លាំងមែនទែនពីអាសត្វមួយហ្នឹងតមកសានរ៉ាគូក៏លើក Emu ដាក់នៅលើស្មារួចហើយក៏ដើរផ្សងព្រេងបន្តទៀតទៅ Emu ហ្នឹងក៏រੂតាមផ្លូវថាសម្រាប់សត្វយកតែ item ល្អៗមកអញ្ចឹងមានអារម្មណ៍ថាដូចជាមិនយុត្តិធម៌សោះក៏ប៉ុន្តែសានរ៉ាគូក៏ប្រាប់ថាហ្នឹងគេថាតែធ្វើអញ្ចឹងហើយយុត្តិធម៌មិនយុត្តិធម៌ស្អីដើរក៏ឃើញសំណាងពីពីងសួរទៅកាន់ Emu ថា boss area នៅកន្លែងហ្នឹងគឺជាសត្វពីពីងមែន Emu ក៏បាននិយាយប្រាប់ថាហ្នឹងហើយគឺជាសត្វពីពីងឈ្មោះរបស់វាហ្នឹងគឺ The Clown Spider ចឹងហើយសានរ៉ាគូក៏ដឹងថាទីតាំងរបស់ boss នៅកន្លែងហ្នឹងគឺចិត្តដល់មែនតើហើយដល់មកដល់កន្លែងរូងភ្នំមួយឃើញគូរបស់ពីពីងហ្នឹងមានមុខដូចជា clown អញ្ចឹងហើយគេក៏បានសម្រុកចូលប្រយុទ្ធគ្នាជាមួយនឹងពីពីងហ្នឹងតែម្ដងបន្ទាប់មកអេពីសូតហ្នឹងក៏បាន slash នៅត្រឹមហ្នឹងសិនទៅជួបគ្នាវគ្គបន្តនៅអេពីសូតក្រោយបាយបាយ